តស្ទឹងត្រែងដូចពេញទៅឆ្នៃថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរទេសចរខេត្តជើងត្រែងចូលរួមអបអរសាទរពិធីដាំដើមឈើចំនួន474ដើមដើម្បីឈ្មោះទៅការរៀបចំឧទ្យានមេដាមនុស្សធម៌ខេត្តជើងត្រែងនិងចូលរួមអបអរសាទររុក្ខទិវា9កក្កដាឆ្នាំ2026ក្រុមប្រធានបទព្រៃឈើជាអនាគតនៃមនុស្សជាតិការដែលគេដាំជាស្ដី80ចា វ៉ាវធំចឹងតែថ្ងៃនេះយើងដាំតែចំនួន474ដើមទេអូខេ474ដើមសម្រាប់ថ្ងៃនេះណាលើកមាត់ទិវានេះធ្វើឡើងនៅក្នុងស្រុកបូរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែងនិងមានការចូលរួមពីបណ្ដាខេត្តសម្ព័ន្ធមិត្តភាពទាំង6ផងដែរមានខេត្តព្រះសីហនុខេត្តកំពង់ធំខេត្តព្រះវិហារខេត្តក្រចេះខេត្តរតនគិរីនិងមណ្ឌលគិរីដើម្បីប្រជាអភិបាល